នារីម្នាក់នេះគ្រាន់តែមកទិញខោអាវនឹកស្មានមិនដល់ថាមកប៉ះចំសង្សារចាស់របស់នាងនាងប្រញាប់ចូលទៅពួនក្នុងបន្ទប់ផ្លាស់ខោអាវដើម្បីលួចមើលសភាពការគ្រាន់តែឃើញទឹកមុខដ៏គួរឲ្យធុញរបស់ម្ខាងទៀតស៊ូអ៊ីក៏ខឹងទប់មិនជាប់ក៏ទេទៅរអ៊ូដាក់មិត្តភក្តិភ្លាមមកដល់ផ្សារសុកបែរជាមកជួបប្រុសស្រីក្បត់គ្នាទៅវិញស៊ីមែនពិតជាស៊ីមែនរាល់ដងឲ្យតែឃើញពួកគេគឺត្រូវលាងភ្នែកចេញជាច្រើនថ្ងៃនរណានឹកស្មានដល់មកទិញខោអាវសោះបែរជាមកជួបមនុស្សដែលខ្លួនស្អប់ទៅវិញឈីងលឺជឺមិនត្រឹមតែសម្លឹងមើលសង្សារគេដោយកន្ទុយភ្នែកប៉ុណ្ណោះទេថែមទាំងរអ៊ូថាខោអាវនឹងគ្មានស្តង់ដារទៀតខ្លាចតែដើរទៅប៉ះចំស្រីដែលកំពុងតែលាបំសៅមុខក្រាស់នៅក្នុងនោះទស្សនវិជ្ជានេះធ្វើឲ្យស៊ូអេរ៉ូក្អួតស្ទើរមិនទាន់តែនាងនឹកស្មានមិនដល់សោះថាឈីងលឺជឺបែរជាពេញចិត្តខោអាវម៉ូដដូចគ្នាជាមួយនាងទៅវិញនាងចាប់ផ្ដើមរិះគន់ខោអាវដែលស៊ូអ៊ីកំពុងតែពាក់មិនសំចៃមាត់មួយផ្លែតរិះគន់ការកាត់ដេរមួយផ្លែតរអ៊ូថាការឌីហ្សាញគ្មានភាពតាក់ទាញសូម្បីតែសង្សារនៅក្បែរខ្លួនឃើញចរិតបែបនេះក៏អៀនជំនួសដែរដើម្បីបញ្ជាក់ថាបញ្ហាមិនមែនស្ថិតនៅលើខោអាវចឹងស៊ូអ៊ីក៏ដើរចេញមកទឹកមុខស្មើធេងរបស់នាងធ្វើឲ្យបរិយាកាសប្រែប្រួលភ្លាមធ្វើឲ្យនារីមុខក្រាស់ដែលកំពុងតែនិយាយមិនឈប់មិញនេះគៀងនិយាយលែងចេញនាងចង់តែរកកន្លែងណាមួយចែកចូលឲ្យបាត់មុខទេអតីតសង្សារលួចសម្លឹងមើលស៊ូអ៊ីដែលតែងខ្លួនយ៉ាងស្រស់ស្អាតឡើងភ្លឹកមួយប៉ព្រិចភ្នែកក៏មិនហ៊ានព្រិចព្រោះសម្រស់នាងតាក់ទាញពេកសូម្បីតែបុគ្គលិកក្នុងហាងក៏លាន់មាត់សរសើរមិនដាច់ពីមាត់ដែរមិនអាចជប់សរសើរពីការតែងខ្លួនដ៏ស័ក្តិសមរបស់ចឹងស៊ូអ៊ីបានឡើយស៊ូអ៊ីមិនភ្លេចថតរូបផ្ញើទៅឲ្យលោកពូក្មេងដើម្បីបង្ហាញពីភាពតាក់ទាញរបស់ខ្លួនលោកពូក្មេងដែលកំពុងនៅទីលានប្រណាំងសេះគ្រាន់តែឃើញភ្លាមក៏ញឹមបិទមាត់មិនជិតអញកំពុងសាច់មែនទេគ្មានអីទេលោកពូក្មេងក៏រើសយករូបមួយសន្លឹកដ៏ស្អាតយកមកដាក់ជា wallpaper រួចក៏ដើរចេញទៅយ៉ាងសង្ហាដោយសារតែលេបកំហឹងនេះមិនចូលឈីងលឺជឺក៏បញ្ចេញចរិតនៅនឹងកន្លែងចង់ប្រជែងសម្រស់គ្នាជាមួយចឹងស៊ូអ៊ីដើម្បីយកចាញ់ឈ្នះតែចៃដន្យអីចឹងស៊ូអ៊ីមានស្បែកសមត្ថរលោងរាងកាយក៏ស្រឡូនស្អាតពេលពាក់ខោអាវម៉ូដដូចគ្នានាងកាន់តែមានភាពលេចធ្លោជាងធ្វើឲ្យឈីងលឺជឺដែលមិនអស់ចិត្តស្រាប់កាន់តែខឹងខ្លាំងឡើងតែទោះជាសាកល្បងខោអាវប៉ុន្មានម៉ូដទៀតក៏ដោយចឹងស៊ូអ៊ីនៅតែអាចយកប្រៀបលើនាងដោយសារតែរូបរាងដ៏ល្អឥតខ្ចោះនាងពិតជាឈ្នះដាច់តែម្ដងឈីងលឺជឺដើម្បីចង់បានមុខមាត់វិញក៏បង្ខំឲ្យយឹកស៊ីងជើទិញខោអាវទាំងអស់នោះគ្រាន់តែឃើញតម្លៃភ្លាមយឹកស៊ីងជើភ័យស្ទើរលុះប្រលឹងមិនទាន់ទាំងនិយាយចប់ផងស៊ូអ៊ីក៏ដកកាត់ខ្មៅរបស់លោកពូក្មេងចេញមកហើយប្រាប់ឲ្យគេគិតលុយថ្លៃខោអាវដែលនាងបានសាកល្បងទាំងអស់បងស្រីម្នាក់នេះភ្នែកពិតជាដល់មែនជួយរើសយកអាខោអាវអាក្រក់បំផុតក្នុងហាងចេញអស់ហើយធ្វើឲ្យខ្ញុំចំណេញពេលមិនបាច់រើសសម្ដីមួយឃ្លានេះធ្វើឲ្យម្ខាងទៀតខឹងមុខឡើងបៃតងការវីបកដ៏ត្រជាក់ស្រេបនេះពិតជាសាហាវមែនធ្វើឲ្យឈីងលើជឺខឹងខ្លាំងរហូតដល់ដើរចេញពីហាងភ្លាមចឹងស៊ូអ៊ីគ្រាន់តែដើរចេញពីហាងក៏ឃើញលោកពូក្មេងឈរចាំនៅមុខហាងលោកពូក្មេងសម្លឹងមើលនាងមិនដាក់ភ្នែកហើយសរសើរនាងពេញមាត់ថាថ្ងៃនេះនាងស្អាតប្លែកការសរសើរត្រង់បែបនេះធ្វើឲ្យចឹងស៊ូអ៊ីសប្បាយចិត្តរីកថ្លើមរហូតដល់ពេលទៅដល់កន្លែងកម្មវិធីជប់លៀងចឹងស៊ូអ៊ីដែលនៅក្មេងខ្ចីលោកពូក្មេងក៏នាំនាងទៅជួបចាស់ទុំក្នុងនាមជាដៃគូមួយប៉ព្រិចភ្នែកក៏តាក់ទាញចំណាប់អារម្មណ៍អ្នករាល់គ្នានាំគ្នាលួចខ្សឹបខ្សៀវថានាងគឺជាសង្សារថ្មីរបស់លោកពូក្មេងចំណែកឯម្ខាងទៀតវិញឈីងលឺជឺនៅតែខឹងរឿងយឹកស៊ីងជើដែលមិន